ป้าគុំញ៉ាំបាយអត់ឲ្យប៉ាមិនអីទេកូនបើញ៉ាំអស់បោះចោលទៅផ្ទះយើងអត់ខ្វះស្រូវអង្គប៉ុណ្្នឹងដីស្រែរបស់ប៉ាទាំងអស់ចាប៉ាតាមកំណើរងកមានស្រែមានស្រូវព្រោះកាសេកតែបច្ចុប្បន្ននេះដូចមិនសូវបានផលល្អយប់ឡើងពីបាដេព្រោះទូរ៉េឡើងភ្នែងសមួយបេ50គីឡូដាក់លើក៏ខ្ញុំឃើញអ្នកខ្លះទៅហូបបាយដូចមិនប្រយ័ត្នថាខ្ចាយធ្វើឲ្យដឹងខ្លួនឯងហើយមិនច្បាច់ខ្ញុំនិយាយបោះស្រាយធ្វើឲ្យខ្ញុំគិនឲ្យសែនសណោអ្នកខ្លះរស់ទាំងតដោដោយសារតែអត់អង្គគ្មានបាយហូបក៏ព្រោះតែក្រខ្ញុំជាកវីស្រុកស្រែចេញមកខ្ញុំស្ដាប់ពាក្យម៉ែកូនកុំធ្វើដូចមានតែឯងត្រូវចាំថាមានខ្សែដែលចងជាប់នៅខ្លៃតែវាអាចហោះបានយូរអង្វែងធ្វើស្រែមិនស្រួលចង់បានស្រូវវាពិបាកពេលព្រឹកទៅជួដេកពេលថ្ងៃរកឲ្យស្អាតរើសៀទៅព្រោះស្អែកឡើងត្រូវមកចាប់ហាថ្ងៃហាក្រៅខ្លួនឡើងខ្មៅដូចថ្មព្រោះអង្គគឺសំខាន់ដល់ប្រការគ្រប់សម័យបើសិនមិនមានពេលសង្គ្រាមបានទេឆៃតែកសិករក៏មិនសូវបានកម្រៃចង់ឲ្យស្រូវឡើងតម្លៃដូចកាល2008ខ្ញុំចេះតែគិតហើយនឹងគិតដល់ពេលដែរទៅធ្វើសឹងសំខាន់គឺស្បៀងមិនឲ្យខ្វះមួយចំណិតដូចជាធ្វើស្រែនឹងទឹកសុំដល់គ្នាភ្ញាក់រលឹកខ្ញុំបានឃើញកាលពីខ្ញុំនៅក្មេងមានអ៊ំចាំម្នាក់គឺនៅផ្លូវតែឯងជីវិតគាត់កំសត់ហត់ណាលីសៃតែទទួលលទ្ធផលក្បត់ការប្រឹងប្រែងគាត់គ្មានសំបីបាយមួយពេលអ្នកខ្លះហូបបាយខ្ចីពេញកន្ទេលខ្លះហូបមិនអស់ចាស់ចូលទលេធ្វើនេះមានគិតដល់អ្នកអត់ទេខ្ញុំមានកម្លាំងដោយសារបាយអូជួយខ្ញុំមានកម្លាំងកាយអូមិនថាអ្នកមានឬអ្នកក្រសុទ្ធតែត្រូវការក៏ដើម្បីដើមធ្វើជាបាយអូទោះជាស្ដេចក៏ត្រូវការបាយអូធ្វើសក់ក៏គេត្រូវការបាយអូអាចធ្វើដំណើររកលេងម៉ៃអូរៀបរាប់ពីប្រយោជន៍វេលាខ្ញុំរៀបរាប់ឲ្យគេដឹងថាថ្ងៃថ្ងៃគឺជាបាយខ្ញុំជាអ្នកស្រែលុស្ណែដនត្រីអ្នកខ្លះគេសួរថាខ្ញុំខំធ្វើអីព្រោះតែលើខ្ញុំនេះក្រក្រេតែខ្ញុំខំវិសម្រុកថ្ងៃមុខអាចជាសេដ្ឋី I'm a complain for me I me តាមមកជន់ឆាទាំងក្រោក្រឲ្យខ្លាចគេផ្ដាំមកជុំពុកមួយដែលបានតទេតែខ្ញុំមានសមត្ថភាពជំនាញនៅខាង word play នៅជុំមកចិត្តជួយគៀគ្រាន់តែឃើញភ្នែកអស់អ៊ូលអស់រៀគឺតែស្បែកជួយនាំគ្នាត្រូលព្រាតពេលដែលឃើញខ្ញុំចូលវិឈឺក្បាលឡើងបិទកអៀគ្រាន់តែលឺ flow ចុះឡើងពួរបាបបិទវិឈឺចិត្តឈឺថ្លើមទីខ្ញុំចាប់គ្រាវនឹងកាទៀវព្រឹកឡើងស្គប់អូថ្ងៃនេះអត់ឃើញសាយនេះយកដូចអួតប៉ុន្តែខ្ញុំអួតមែនទោះបីខ្ញុំស្រែប៉ុន្តែខ្ញុំរ៉េបអែមមាត់រៀងខលរអល់ដូចជាប្រេងមុខរៀងឌឺជាអិចអ្នកព្រៃវែងផ្សងប្រេងនឹងភ្លេងនៅស្ទើរកុំចង់មកប្រជែងរៀបរាប់ដូចឆ្ងាយបន្តិចមែនតោះបងមកវិញដើមកំណើរងកមានស្រែមានស្រូវព្រោះការសេកតែបច្ចុប្បន្ននេះដូចមិនសូវបានផលល្អយកឡើងពីបាដេញព្រោះទូរ៉ែកឡើងភ្នែងសមួយបេ50គីឡូដាក់លើកឲ្យតម្លៃអ្នកធ្វើស្រែផងអ្នកអើយក្របស្រូវនីមួយសិតតែបានមកពីកសិករខំប្រឹងធ្វើស្រែយ៉ាងលំបាកអញ្ចឹងហើយកុំមើលងាយពួកគាត់ពេកបើសិនជាគ្មានពួកគាត់ក៏យើងគ្មានបាយម្ហូបញ៉ាំរាល់ថ្ងៃនឹងដែរ Oh my God